បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះយើងវិលមកជួបគ្នាសារជាថ្មីជាមួយខ្ញុំបាទម្ដងទៀតហើយថ្ងៃនេះដែរខ្ញុំបាទនឹងមកបង្ហាញប្រាប់ពីវិធីសាស្ត្រចូលទៅមើលសាររបស់ក្រុមហ៊ុន Facebook ដែលគាត់បានស្មើសារមកប្រាប់យើងថាយើងនឹងបានផុសវីដេអូឬក៏រូបភាពចូលទៅក្នុង account Facebook របស់យើងខុសនឹងច្បាប់គោលការណ៍របស់ក្រុមហ៊ុនគាត់បាទឥឡូវកុំឲ្យវីដេអូរបស់យើងវិញឆ្ងាយពេកបងប្អូនចូលតាមដានជាមួយខ្ញុំបាទទាំងអស់គ្នាមកជាមុនដំបូងបងប្អូនទាំងអស់គ្នាត្រូវតែចុចចូលទៅក្នុង account Facebook របស់បងប្អូនជាមុនសិនគឺនៅត្រង់កន្លែងខ្ញុំអាគូបងពើក្រហមមានបាយសញ្ញាព្រួញចំពីក្រោមនឹងចឹងបងប្អូនចុចចូលមកបាទបន្ទាប់ពីបងប្អូនទាំងអស់គ្នាបានចុចចូលមកក្នុង account Facebook របស់បងប្អូនរួចហើយបន្តមកទៀតបងប្អូនទាំងអស់គ្នាមកចុចត្រង់កន្លែងសញ្ញាក្រេ3នៅខាងលើជារៀងខាងស្ដាំដៃគឺនៅត្រង់កន្លែងខ្ញុំអាគូបងពើក្រហមមានបាញ់សញ្ញាព្រួញចំពីក្រោមហ្នឹងបាទអញ្ចឹងបងប្អូនមកចុចចំទៅនឹងមកបាទបន្ទាប់ពីបងប្អូនទាំងអស់គ្នាបានចុចចំសញ្ញាក្រេ3អញ្ចឹងរួចហើយបន្ទាប់មកបងប្អូនទាំងអស់គ្នានឹងឃើញតម្រងបែបនេះបន្ទាប់មកទៀតបងប្អូនទាំងអស់គ្នាអូសឡើងលើបងប្អូនណាអូសឡើងលើបងប្អូនទាំងអស់គ្នាមកចុចត្រង់កន្លែងពាក្យតាជំនួយនឹងការគ្រប់គ្រងគឺនៅត្រង់កន្លែងនេះនៅត្រង់កន្លែងខ្ញុំបាទគូបងពើក្រហមនេះឃើញទេកន្លែងខ្ញុំអាគូបងពើក្រហមមានបាញ់សញ្ញាព្រួញចំពីលើហ្នឹងអញ្ចឹងបងប្អូនទាំងអស់គ្នាមកចុចចំទៅនឹងមកបាទបន្ទាប់ពីបងប្អូនទាំងអស់គ្នាបានចុចចំកន្លែងជំនួយនឹងការគ្រប់គ្រងរួចហើយបន្តមកទៀតបងប្អូនទាំងអស់គ្នាមកចុចត្រង់កន្លែងពាក្យថាប្រអប់សារចូលគ្រប់គ្រងគឺនៅត្រង់កន្លែងខ្ញុំអាគូបងពើក្រហមមានបាញ់សញ្ញាព្រួញចំពីលើនឹងអញ្ចឹងបងប្អូនទាំងអស់គ្នាមកចុចចំទៅនឹងមកបាទបន្ទាប់ពីបងប្អូនទាំងអស់គ្នាបានចុចចំទៅនឹងរួចហើយបន្ទាប់មកបងប្អូននឹងឃើញតម្រងបែបនេះនេះគឺជាកន្លែងដែលយើងចូលមកមើលសាររបស់ក្រុមហ៊ុន Facebook ដែលគាត់បានមកសារមកប្រាប់យើងថាយើងនឹងបានយកវីដេអូឬក៏រូបភាពណាមួយផុសចូលទៅក្នុង account Facebook របស់យើងឬក៏ page Facebook របស់យើងទៅខុសនឹងច្បាប់គោលការណ៍របស់ក្រុមហ៊ុនគាត់បងប្អូនណាចឹងបងប្អូនអាចមើលត្រង់កន្លែងនេះគឺដាក់អក្សរថារបាយការណ៍ហើយត្រង់កន្លែងនេះគឺដាក់ថារាយការណ៍អំពីអ្នកផ្សេងហើយត្រង់កន្លែងនេះគឺដាក់ថាការរំលោភបំពានរបស់អ្នកមានន័យថាការរំលោភបំពានហ្នឹងគឺយើងបានយកវីដេអូឬក៏រូបភាពអ្វីមួយយកមកផុសចូលទៅក្នុង account Facebook របស់យើងឬក៏ page Facebook របស់យើងទៅវីដេអូហ្នឹងគឺខុសណាខុសនឹងគេហៅថាខុស quality បងប្អូនណានឹងខុស quality អញ្ចឹងក្រុមហ៊ុន Facebook ក៏ចាប់ថាវីដេអូនិងរូបភាពហ្នឹងជាវីដេអូបានបំពានរំលោភបំពានទៅលើច្បាប់គោលការណ៍របស់គាត់ហើយវីដេអូដែលរំលោភបំពានទៅលើច្បាប់គោលការណ៍របស់ក្រុមហ៊ុន Facebook បើភាគច្រើនគឺជាវីដេអូបរទេសដូចជាវីដេអូបទចម្រៀងថៃឬក៏រឿងភាគថៃឬក៏រឿងភាគកូរ៉េចិនអីជាដើមហ្នឹងហើយបងប្អូនកុំសូវឯងយកមកផុសចូលទៅក្នុង account Facebook របស់បងប្អូនពេកគឺថាវីដេអូទាំងអស់ហ្នឹងគឺយើងមើលមិនឃើញទេហើយក៏យើងមិនដឹងថាវីដេអូណាខ្លះដែលជាកម្មសិទ្ធិបញ្ញារបស់ម្ចាស់វីដេអូហ្នឹងបាទអញ្ចឹងបងប្អូនអាចចុចចំកន្លែងការរំលោភបំពានរបស់អ្នកបានបងប្អូនបើសិនជាបងប្អូនបានធ្វើខុសណាបើសិនជាបងប្អូនបានយករូបភាពឬក៏វីដេអូនឹងទៅផុសចូលទៅក្នុង account Facebook របស់បងប្អូនទៅគឺវានឹងប្រាប់បងប្អូនណាគឺនៅត្រង់កន្លែងខ្ញុំបាគូបងពើក្រហមហ្នឹងគឺបងប្អូនចុចចូលមកបងប្អូននឹងឃើញនេះឃើញទេច្រើនណាស់បងប្អូនណានេះគឺជារូបភាព
ដែលខ្ញុំបាទបានយកមកផុសចូលទៅក្នុង account Facebook របស់ខ្ញុំទៅគឺខុសនឹងច្បាប់កការបស់ក្រុមហ៊ុន Facebook តាមពិតទៅនេះគឺមិនមែនន័យថារូបភាពនេះខ្ញុំផុសនឹងខុសនឹងច្បាប់កការបស់ក្រុមហ៊ុន Facebook ទេដែលខុសនឹងច្បាប់កការបស់ក្រុមហ៊ុន Facebook គឺខ្ញុំយក link នេះបងប្អូនណាខ្ញុំយក link កម្មវិធី Insure ជាកម្មវិធីកាត់តវីដេអូឬក៏បទចម្រៀងលើទូរស័ព្ទដៃនឹងខ្ញុំមកដាក់ត្រង់កន្លែងនេះចឹងក្រុមហ៊ុន Facebook គឺគាត់អត់ឲ្យយើងយក link website ដូចជា website blogger website Mock ឬក៏ link កម្មវិធីផ្សេងយកមកធ្វើការណែនាំឲ្យអ្នកផ្សេងនឹងយកមកធ្វើការ download យកទៅប្រើប្រាស់ទេបងប្អូនណាហ្នឹងហើយគឺខ្ញុំបានធ្វើខុសគឺខុសត្រង់កន្លែងហ្នឹងត្រង់កន្លែងខ្ញុំបានយក link នេះបងប្អូនណាយក link នេះយកមកផុសដើម្បីឲ្យអ្នកលេង Facebook ខ្ញុំនឹងគាត់ចូលទៅដល់លោកកម្មវិធីនឹងយកមកប្រើប៉ុន្តែទៅជារឿងខុសណាខុសនឹងច្បាប់គោលការណ៍របស់ក្រុមហ៊ុន Facebook ពេញ បាទវីដេអូភាគច្រើនដូចខ្ញុំបាននិយាយពីលើអញ្ចឹងដូចជាវីដេអូរឿងភាគថៃវីដេអូរឿងភាគចិនអីជាដើមហ្នឹងបងប្អូនកុំសូវឡើងយកទៅផុសចូលក្នុង page Facebook របស់បងប្អូនពេកហើយចម្រៀងបើយើងនិយាយពីចម្រៀងខ្មែរយើងគឺចម្រៀងរបស់លោកតាស៊ិនស៊ីសមុទ្រលោកយាយរស់សេរីរធាលោកយាយប៉ែនរ៉នណារីយើងអីហ្នឹងក៏បងប្អូនកុំបន្ថយពេកបទចម្រៀងទាំងអស់ហ្នឹងឥឡូវនេះគេដាក់ជាកម្មសិទ្ធិបញ្ញារបស់គេអស់ហើយកាលណាយើងយកមកផុសគឺបទចម្រៀងទាំងអស់ហ្នឹងគឺជាបទចម្រៀងដែលយើងបានធ្វើខុសនឹងច្បាប់គោលការណ៍របស់ក្រុមហ៊ុន Facebook ហើយបងប្អូនណាបាទអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងហើយខ្ញុំបាទសូមបញ្ចប់តែប៉ុណ្្នឹងប៉ុន្តែមុននឹងបញ្ចប់ខ្ញុំបាទសូមធ្វើការអព្យាស្រ័យនិងខន្តីទៅដល់បងប្អូនទាំងអស់គ្នាផងក្រៃលោកខ្ញុំបាទនិយាយទៅមិនសូវជាច្បាស់ហើយស្ដាប់ទៅមិនសូវជាយល់ត្រង់កន្លែងណាអីសូមធ្វើការអព្យាស្រ័យផងបងប្អូនណានឹងឲ្យសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាជោគជ័យក្នុងការរលុយជាមួយនឹង YouTube និងជោគជ័យក្នុងការរលុយជាមួយនឹងក្រុមហ៊ុន Facebook ឲ្យបានគ្រប់គ្នាសូមអរគុណនិងសូមជម្រាបលាបាទ